មួយសិនបាទធ្វើការផ្ទេរនេះគឺយើងត្រូវ click លើបាទចំណុចទី6នេះ request start a transfer ណាយើង click មកវានឹង load ចូលមកនេះរបស់យើងហើយបើសិនណាបើកីឡាករអន្តរជាតិនេះយើងចូលនេះណានៅខាងនេះក៏ប៉ុន្តែយើងប្រហែលជាខេតរបស់យើងអត់យកកីឡាករបរទេសទេគឺយើងយក domestic ហ្នឹងទៅបន្តមកទៀតនៅកន្លែងនេះ intern name ឬក៏ member ID បើសិនណាបើយើងដឹងថាគាត់មានលេខ ID ហើយគឺស្រួលទេណាតែបើសិនបើយើងអត់ដឹង ID របស់គាត់ទេគឺយើងនេះទៅអូខេយើងដាក់មកឲ្យគេវឌ្ឍនាការណាបាទវឌ្ឍនាការចឹងទៅណាអញ្ចឹងគឺយើងដាក់មកគឺចាញ់ហើយអញ្ចឹងគឺលេខកូដក៏ដូចគ្នាដែរបើសិនបើយើងដឹងលេខកូដយើងវាយតែលេខកូដហ្នឹងមកក៏ដូចគ្នាដែរបាទក៏វា load មកឲ្យយើងដែរណាបាទអញ្ចឹងគឺគ្រាន់តែវាយតែដាមកវាមិនដឹងចេញដាយគេមកពីណាខ្លះទេបាទអញ្ចឹងដូចយើងមិញហ្នឹងដឹងតែលេខកូដយើងចុចតែលេខកូដមកគឺវា load មកម្នាក់ដឹងតែម្ដងអញ្ចឹងបន្តមកទៀតអូខេចាន់វឌ្ឍនាការណានៅបង្កេតណាអូខេយើងចុច click លើ view ហ្នឹងមកបាទអូខេកីឡាករហ្នឹងគឺ professional ណាអញ្ចឹងយើង request ណារបស់គាត់នៅក្លឹបចាស់នៅបង្កេតហ្នឹងគឺគាត់ professional ហើយតាមមកដល់ក្លឹបយើងចង់យក professional ទៀតឬក៏ពាក់កណ្ដាល professional បាទពាក់កណ្ដាល chip ឬក៏ស្ម័គ្រចិត្តអូខេវឌ្ឍនាការគាត់មកស្ម័គ្រចិត្តណាមកស្ម័គ្រចិត្តអូខេចុច send នឹងទៅណាចុច send នឹងទៅវានឹង load ទៅខាងបង្កេតបាទឥឡូវឧទាហរណ៍គឺខ្ញុំធ្វើជាក់ស្ដែងតែម្ដងឲ្យមើលឲ្យច្បាស់តែម្ដងណាឥឡូវនេះគឺខ្ញុំចុច send ទៅភ្លាមតែម្ដងទៅហើយតិចទៀតខ្ញុំនឹង cancel ពីខាងនោះវិញណាអូខេអញ្ចឹងមកសូមឲ្យគេសូមជួយបលែងឲ្យមកណាសូមជួយអីចឹងទៅអានេះឧទាហរណ៍ណាអូខេ please release him ចឹងទៅណាអញ្ចឹងពេលខ្លះយើងបាននិយាយគ្នាក្រៅបើយើងទៅសេប៉ុណ្ណឹងទៅគេដឹងតែនេះមកហើយអូខេអញ្ចឹងគឺខ្ញុំ submit ទៅណាបាទ submit ហើយគឺ link ហ្នឹងគឺវានឹង load ទៅខាងបង្កេតណាឥឡូវខ្ញុំចូលទៅខាងបង្កេតវិញណាអានេះគឺខ្ញុំឧទាហរណ៍ច្បាស់បាទឥឡូវនេះគឺខ្ញុំចូលមកខាងបង្កេតsystem mail សិនកំពង់ចាមបន្តមកទៀតclub ព្រោះបង្កេតពីមុនគេនៅកំពង់ចាមឲ្យគេបដូរមកគេមិនទាន់បដូរឲ្យខ្ញុំទេអូខេដល់ពេលហ្នឹងគឺវានឹងមាន link មួយមកហ្នឹងបាទ request ពីខេត្តកញ្ចេះមកហ្នឹងគឺស្នើសុំវឌ្ឍនាការអញ្ចឹងគេមើលបាទអញ្ចឹងគេមើលឃើញគេមើលសិនបាទ club ចាស់គេ request មកអូខេ player ហ្នឹងដើម្បីទៅលេងនៅខាងខេត្តគេហើយអ្វីដែលយើងសរសេរមិញហ្នឹងនេះស្អីគេ please release him អានេះគឺគេមកនេះបាទបើសិនណាបើខាងតំណាង club របស់គេអនុញ្ញាតគេនឹងចុច approve transfer បើសិនណាបើគេអត់ទេស្អីគេមកស្នើសុំ free មិនអត់ទេបាទអញ្ចឹងគឺគេ reject ចោលហើយបាទអញ្ចឹងគឺខ្ញុំនេះទៅ reject ឲ្យទៅកុំឲ្យខាង club គេចូលមើលឃើញទាន់លួចកីឡាកររបស់គេអញ្ចឹងណាបាទអញ្ចឹងគឺរឿងនៅកន្លែងហ្នឹងសម្រាប់ធ្វើការផ្ទេរហ្នឹងបាទអញ្ចឹងគឺខ្ញុំចូលមកខាងខេត្តកញ្ចេះវិញមកបាទ people request បាទអ្វីដែលយើងធ្លាប់ request គេណាគឺគេនឹងដាក់មកឲ្យយើងវិញហើយណាគេ deny គឺគេមិនអនុញ្ញាតឲ្យទេបាទណាអញ្ចឹងគឺយើងធ្លាប់ request ទៅណាក៏មានដែរព័ត៌មានទាំងអស់ណាបាទកុំឲ្យស៊ីសួរតែអ្នកកាន់ system ហើយលួចប្រឡែងលួចយកកីឡាកររបស់គេមកហ្នឹងក៏បញ្ហាដែរណាបាទអូខេឥឡូវចំណុចនេះគឺយើងចប់មួយទៀតហើយសម្រាប់ការផ្ទេរហ្នឹងអញ្ចឹងណាដល់ពេលដែលផ្ទេរត្រឹមត្រូវគេនឹងប្រឡែងមកឲ្យយើងវានឹង load មកដល់កន្លែងយើងហ្នឹងគឺយើងនឹងចាប់ផ្ដើមធ្វើតក់តាមដោយអ្វីដែលយើងដាក់ឯកសារនៅក្នុងការចុះបញ្ជីអញ្ចឹងបាទឥឡូវនេះគឺខ្ញុំសូមចូលម្ដងទៀតគឺការចុះបញ្ជីមន្ត្រីណាមន្ត្រីក្រុមរបស់យើងហ្នឹងបាទដូច្នេះ
bà cái miền add là có miền crew à lại add khôi ní cứ xôm bệnh chết lúc đó ra bà pi mà từ bà nước lại add khôi ní trong miền này tha nó không club bao giờ nó miền crew của mình nè chẳng có thì ho tha đôi chỉ nó Man U đôi chỉ nó Spurs Chelsea nè ở trong club cái muốn miền crew đậm hay san vào đấy ở trong cái add cho không năng ngày add khôi năng ngày chẳng á bà ở trongตัวมาទៀតដូចបន្តមកទៀតអូខេ add អីគេ team official អញ្ចឹងមានន័យថា team ហ្នឹងគឺអ្នកដែលត្រូវទៅជាមួយនឹងក្រុមបាទ club នេះ add club official នេះគឺមានន័យថាមានផ្នែកអីគេហិរញ្ញវត្ថុផ្នែករដ្ឋបាលបាទអ្នកបកប្រែអ្នកច្បាប់ club licensing អាជ្ញាប័ណ្ណ club អ្នកមន្ត្រីផ្ទេបាទអញ្ចឹងគឺនៅក្នុង club official ហ្នឹងគឺមានប្រធានមានអីផ្សេងៗហ្នឹងបាទប្រធានអនុប្រធានអគ្គលេខាធិការហ្នឹងអញ្ចឹងគឺគេចុះទៅក្នុង add club official អញ្ចឹងគឺមន្ត្រី club ហើយនៅលើខាងនេះវិញ add team official គឺមានន័យថា add មន្ត្រីក្រុមបាទមន្ត្រីក្រុមហ្នឹងមានអីគេខ្លះបាទមន្ត្រីក្រុមមានអីខ្លះ មានគ្រូមង្គលបាទមាន team manager បាទមាន team manager មាន goalkeeper មានជំនួយការគ្រូបាទមន្ត្រីសារព័ត៌មានបាទទី7ហ្នឹងគឺ doctor វិជ្ជបណ្ឌិតបាទ physiotherapy គ្រូពេទ្យព្យាបាលអចលនៈ interpreter អ្នកបកប្រែបាទ security នេះគឺមន្ត្រីក្រុមច្រឡំមន្ត្រីសន្តិសុខបាទ video analyst គឺអ្នកវិភាគវីដេអូប្រកួតបាទ technical director បាទគឺនាយកផ្នែកបច្ចេកទេសបាទ equipment manager ឬក៏ kitman បាទអ្នកគ្រប់គ្រងសម្ភារៈណាអ្នករៀបចំសម្ភារៈហ្នឹងបាទបាទអញ្ចឹងដូច្នេះទេសាក់ add crew មកណា add team official មកណាឥឡូវយើងគេឲ្យដាក់មកប្រមាណណាចំនួន12រូបបាទ add មក team official របស់យើងហ្នឹងបាទដូចគ្នាអញ្ចឹងគឺយើងដំណាក់កាលរបស់យើងដូចគ្នាអញ្ចឹងបាទហើយមិនមានអីច្រើនទេដាក់តិចជាងនេះទេណាអូខេឥឡូវក៏ខ្ញុំឧទាហរណ៍ទេណាបាទអានេះគឺខ្ញុំឧទាហរណ៍ទេណាជាក់ស្ដែងសូមលោកគ្រូទាំងអស់គ្នាដាក់ឲ្យត្រឹមត្រូវទៅអានេះតិចទៀតគឺខ្ញុំត្រូវលុបចោលវិញហើយបាទជាការឈ្មោះស្ទួងគ្នាក៏តែថ្ងៃខែខុសគ្នាអញ្ចឹងទៅបាទអានេះអាស្រ័យតាមផ្ទះខ្ញុំទេបាទរ៉ូលរបស់គាត់រ៉ូលអីគេណាយើងចុះឈ្មោះឲ្យគាត់ជាអីគេឧទាហរណ៍ថានេះឥឡូវនេះក្នុងនេះវាមានប៉ុណ្ណឹងទេណាឆ្នាំ2022ហ្នឹងប្រហែលជាអាចមានច្រើនជាងហ្នឹងដោយអ្វីដែលខ្ញុំបានបង្ហាញមិញហ្នឹងគឺឆ្នាំ2022គេនឹងដាក់មកឲ្យវិញហើយជាយើងបានស្នើសុំទៅគេហើយឧទាហរណ៍ថាឥឡូវនេះមន្ត្រីក្រុមឃើញមានប៉ុណ្ណឹងបាទ team manager ឥឡូវគាត់ជា team manager ចុះបាទបាទអញ្ចឹងគឺរូបថតណាបាទរូបថតនេះឧទាហរណ៍ថារូបថតរបស់ team manager ហ្នឹងទៅឧទាហរណ៍ទេបន្តមកទៀតគឺអត្តសញ្ញាណប័ណ្ណបាទអញ្ចឹងគឺមន្ត្រីក្រុមគឺអត់មានអីស្មុគស្មាញច្រើនទេបាទសំខាន់ជាងគេគឺទៅកន្លែងដែលមានអ៊ីនធឺណិតបាទកុំភ្លេចចុចលើពាក្យ crop បើថាយើងអត់ចុចលើពាក្យ crop ទេគឺយើងបានតែមុខមកកប៉ាច់លេខហ្នឹងទេណាអញ្ចឹងសំខាន់គឺរៀងប៉ុណ្ណឹងហើយយើងចុចលើពាក្យ save and close បាទបន្ទាប់មកអត្តសញ្ញាណប័ណ្ណអូខេបានហើយគឺតែសុំ PDF មកណាអានេះគឺខ្ញុំឧទាហរណ៍ទេបាទអូខេគឺ team manager គាត់មាន license អីទេបាទអញ្ចឹងនេះគឺជាមន្ត្រីក្រុមណាបាទអញ្ចឹងដល់តម្រងដល់ផ្នែកទី6ហ្នឹងគឺគេឲ្យយើងមើលថាតើចុះហ្នឹងខែឆ្នាំកំណត់ត្រូវអត់អីអត់ហ្នឹងដូចគ្នាអញ្ចឹងបន្តមកទៀត submit ទៅបាទ submit គឺទៅដល់សហព័ន្ធដូចគ្នាអញ្ចឹងណាបាទអញ្ចឹងដល់ចំណុចនេះ